សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ប្លុកដំណើរកម្សាន្តរបស់ខ្ញុំមកកាន់ប្រទេសកូរ៉េថ្ងៃនេះគឺជាថ្ងៃទី5ហើយខ្ញុំមានគោលបំណងទៅដើរលេងផ្សារទំនើបហើយក៏ចង់ទិញអីវ៉ាន់ខ្លះៗសម្រាប់ធ្វើដំណើរទៅប្រទេសខ្មែរយើងវិញហើយផ្សារទំនើបនេះគឺស្ថិតនៅលើផ្លូវណាមនេមុនអ្នកទាំងអស់គ្នានៅជិតញងដងដែរទេបើគេនៅញងដងមិនចាំបាច់ជិះតាក់ស៊ីទេគាត់ទៅដើរឆ្លងខ្នងមកគឺដល់ផ្សារនេះហើយឥឡូវនេះយើងកំពុងតែដើរមើលអីវ៉ាន់សម្រាប់ទិញអ្នកទាំងអស់គ្នាហើយក៏បានថតរូបខ្លះៗទុកជាអនុស្សាវរីយ៍ថ្ងៃក្រោយពេលយើងចាស់ទៅទុកមើលវីដេអូហ្នឹងថាយើងបានចំណាយពេលវេលាជីវិតរបស់យើងមានន័យយ៉ាងណាខ្លះហើយការដើរshoppingថ្ងៃនេះគឺខ្ញុំចំណាយពេលអស់2ម៉ោងចាប់តាំងពីម៉ោង3រសៀលរហូតដល់ម៉ោង7យប់អ្នកទាំងអស់គ្នាខ្ញុំដើរយូរដែរដោយសារផ្សារគេធំហើយបន្ទាប់ពីដើរហើយយើងក៏ចាប់ផ្ដើមរកអីញ៉ាំពេលល្ងាចបើអ្នកទាំងអស់គ្នាមកស្របពេលរដូវកាលកំពុងតែត្រជាក់ខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាមកញ៉ាំស៊ុបដើម្បីវាជួយរក្សាសីតុណ្ហភាពនៅក្នុងខ្លួនយើងបានខ្លះចឹងណាហើយអាហារកូរ៉េគឺសម្បូរគីមឈីអ្នកទាំងអស់គ្នាបើមកកុំភ្លេចញ៉ាំគីមឈីរបស់គេគឺឆ្ងាញ់ហើយបាយគេក៏ឆ្ងាញ់ដែរបាយនេះខ្ញុំថតឆ្ងាញ់ហើយសាច់អាំងក៏ឆ្ងាញ់ទាំងអស់និយាយរួមឆ្ងាញ់ទាំងអស់ហ្មងសាច់អាំងត្រជាក់អញ្ចឹងយើងក៏ដាក់វាបានតិចតួចទៅដើម្បីរក្សាសីតុណ្ហភាពកម្ដៅក្នុងខ្លួនរបស់ខ្ញុំឲ្យកាន់តែរៀងក្ដៅតិចស្រួលដើរលេងព្រោះតិចទៀតខ្ញុំចេញដើរពេលយប់អ្នកទាំងអស់គ្នាដឹងហើយថាវាកាន់តែត្រជាក់វាអាចនឹងឈានទៅដល់ដក8ដក9បន្ទាប់ពីញ៉ាំអីអស់រយៈពេល20នាទីហើយខ្ញុំហួរមកញងដងវិញហើយមកញ៉ាំអីនៅតាម street food កន្លែងនេះគឺខ្ញុំមិនដែរចោះទេរាល់យប់គឺខ្ញុំមកហើយដោយសារតែវាសម្បូរទៅដោយភ្ញៀវអន្តរជាតិហើយការលក់ដូរនៅនេះគឺចម្រុះច្រើនបែបច្រើនមុខច្រើនម៉ាក់មែនតើហើយខ្ញុំគិតថាឲ្យតែអ្នកទាំងអស់គ្នាមកកូរ៉េគឺគួរតែមកកន្លែងនេះព្រោះអីនៅទីនេះសម្បូរទៅដោយម្ហូបអាហារនិង cosmetic សម្លៀកបំពាក់ជាច្រើនហើយតម្លៃក៏សមរម្យដែរអ្នកទាំងអស់គ្នាហើយនៅក្រុងសេអ៊ូគឺមិនថាមានតែម្យ៉ាងដងនេះទេដែលសម្បូរអីញ៉ាំនិងលក់អីនៅមានកន្លែងជាច្រើនទៀតអ្នកទាំងអស់គ្នាហើយវីដេអូក្រោយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅញ៉ាំអីនៅកន្លែងផ្សេងមួយទៀតតែដូចម្យ៉ាងដងនឹងដែរហើយចំពោះវីដេអូមួយនេះគឺសូមចប់ត្រឹមនេះអ្នកទាំងអស់គ្នាថាខ្ញុំត្រូវខកពេលព្រលឹមស្អែកជួបការងារគេហើយបើខ្ញុំបន្តថតវីដេអូជូនអ្នកទាំងអស់គ្នាទៀតអញ្ចឹងសូមអរគុណបាយបាយ